បាទសួស្តីថ្ងៃនេះខ្ញុំមកចែកម្លែកជាមួយនឹងការremove Telegram យើងចេញពី device ដែលយើងធ្លាប់ប្រើហើយយើងអាចបានសាច់ឲ្យចេញអញ្ចឹងវាក៏ជាបញ្ហាសម្រាប់អ្នកផ្សេងគាត់ចូលបើក Telegram វានឹងចូល Telegram យើងនៅពេលដែលគេបើកអញ្ចឹងវាក៏ជារឿងអាកំបាំងយើងដែលមិនអាចឲ្យអ្នកផ្សេងដឹងក៏គេអាចដឹងបានដោយសារតែគេអាចចូលក្នុង Telegram របស់យើងអញ្ចឹងកន្លែងហ្នឹងក៏ជាកន្លែងសំខាន់មួយដែរដោយសារតែព័ត៌មានជាទូទៅសម្រាប់បុគ្គលិកឬក៏ប្រជាជនមួយចំនួនធំគឺគាត់ចូលចិត្តប្រើក្នុង Telegram ដើម្បីធ្វើការទំនាក់ទំនងគ្នាមួយទៀត Telegram ក៏វាមានភាពងាយស្រួលវាជាការទំនាក់ទំនងគ្នាយ៉ាងងាយស្រួលអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំនឹងធ្វើការបង្ហាញដំបូងចូលបើក Telegram របស់យើងបន្ទាប់មកខ្ញុំចូលទៅកាន់setting ចូលទៅកាន់ profile របស់យើងនេះកន្លែង Note 3នេះចុចកន្លែង Note 3ហ្នឹងហើយយើងអាចធ្វើបាននៅក្នុងកុំព្យូទ័រឬក៏ទូរស័ព្ទយើងអាចធ្វើបានដូចគ្នាfunction វាតែមួយទេបន្ទាប់យើងចូលកន្លែងហ្នឹងមកយើងចូលកន្លែងនេះ setting ចូលមកកាន់ setting ហើយនៅក្នុង setting នេះវាមាននេះវាដាក់រូបកូនសោវាដាក់ privacy and security អញ្ចឹងយើងចូលទៅក្នុងហ្នឹងមកនៅក្នុងនេះខ្ញុំបានធ្វើវីដេអូទាក់ទងនឹងការដាក់ password ឬក៏ហើយក៏ដូចជាការ local passcode ខ្ញុំបានធ្វើវីដេអូនឹងរួចហើយឥឡូវនេះខ្ញុំធ្វើវីដេអូទាក់ទងនឹងការ remove Telegram យើងដែលយើងធ្លាប់បើកទៅលើកុំព្យូទ័រឬក៏ទូរស័ព្ទអ្នកផ្សេងអញ្ចឹងណាឬក៏ទូរស័ព្ទយើងដែលយើងលក់ទៅយើងអាចបានសាញoutចេញពីទូរស័ព្ទអញ្ចឹងនៅពេលអ្នកផ្សេងក៏ទិញឬក៏អ្នកលក់ឬក៏អ្នកទិញហ្នឹងគាត់យកទូរស័ព្ទយើងបើក Telegram មាន Telegram យើងនៅក្នុងហ្នឹងអញ្ចឹងរឿងសម្ងាត់ដែលយើងលាក់អត់ឲ្យអ្នកផ្សេងឬក៏អ្នកដទៃដឹងគេអាចដឹងតាមរយៈហ្នឹងបានអញ្ចឹងដើម្បីសុវត្ថិភាពរបស់យើងខ្ញុំធ្វើការបង្ហាញនេះវីដេអូនេះអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំចូលទៅក្នុងកន្លែងនេះ section នៅក្នុងនេះបើសិនជា Telegram របស់យើងប្រើកុំព្យូទ័រធ្លាប់បើកច្រើនវានឹង load មកខាងក្រោមនេះទៀតអញ្ចឹងណាហើយកន្លែង local នេះវាមានជាព័ត៌មានជាក់លាក់ឯកន្លែង local ភ្នំពេញនេះគាត់ជាការបង្ហាញហើយមិនច្បាស់លាស់មួយកន្លែងនេះតែជាក់ស្ដែងវាអត់ដូចអ្វីដែលនេះក៏កំណត់នៅលើហ្នឹងឯងទីតាំងអញ្ចឹងប៉ុន្តែតើតើនឹងឈ្មោះនឹង device នឹងនេះហ្នឹងវាជាក់លាក់ដូចខាងលើនេះខ្ញុំកំពុងតែប្រើប្រាស់នៅលើកុំព្យូទ័រOptiplex or OPR FF3 ហ្នឹងខ្ញុំនៅលើ Windows 10 9 bit អញ្ចឹង local នេះវាអត់ប្រកបទេហើយនេះជាខ្ញុំប្រើមួយទៀតនៅក្នុងទូរស័ព្ទរបស់ខ្ញុំអញ្ចឹងបើសិនជាយើងចង់ remove ចេញពីទូរស័ព្ទយើងចុចកន្លែងនេះចុចកន្លែងហ្នឹងមកវានឹង remove ចេញនេះពីឈ្មោះនេះពី iPhone 12 Pro Max វានឹង remove ឈ្មោះហ្នឹងវានឹង remove Telegram យើងចេញពីទូរស័ព្ទម៉ាកហ្នឹងតែខ្ញុំអត់ធ្វើការ remove ទេសារតែខ្ជិលលុកចូលវិញអញ្ចឹងណាអញ្ចឹងបើបងប្អូនអាចនេះបងប្អូនចុចកន្លែងនេះចុចកន្លែង terminate section ចុចកន្លែងហ្នឹងទៅវានឹងបាត់វានឹង remove Telegram យើងចេញពី device មួយហ្នឹងចេញពីទូរស័ព្ទមួយហ្នឹងអញ្ចឹងតើតើនឹងការ remove មានតែប៉ុណ្្នឹងទេវាខ្លីទេប៉ុន្តែខ្ញុំនិយាយរៀងច្រើនតើតើនឹងការធ្វើវាប្រហែលជា1នាទីមិនដល់ប៉ុន្តែខ្ញុំនិយាយរៀបរាប់វាច្រើនបន្តិច
Trong video đó mình tập thằng thế bờ cái lại nè bọn ôn mởตัวấy bọn ôn comment xua bằng thay ban nhưng mình chơi to tụi mình xong một con